ពេលមួយនោះតាព្រាហ្មណ៍ម្នាក់នោះយំសោកបោកខ្លួននៅនឹងកន្លែងបូជាសពដោយសារកូនគាត់នឹងស្លាប់ទៅហើយរកវិធីសាស្ត្រដោះទុក្ខចេញពីចិត្តមិនបានក៏ទៅជួបព្រះសម្មាសម្ពុទ្ធរាយរាប់ប្រាប់ដំណើរទំនងទៅបានព្រះអង្គសម្ដែងថាសេចក្តីសោកនឹងកើតពីសេចក្តីស្រឡាញ់នឹងឯងទេមតោយជាទេសោកោព្រាហ្មណ៍នឹងទទួលយកអត់បានគាត់ថាមែនទេមែនសេចក្តីសោកកើតពីសេចក្តីស្រឡាញ់ទេសេចក្តីស្រឡាញ់នឹងនាំឲ្យខ្ញុំសប្បាយទេតាដែលខ្ញុំកើតទុក្ខនឹងដោយសារកូនខ្ញុំស្លាប់ទេអត់ព្រមទទួលក៏ចេញទៅវិញទៅដំណើរទំនងនឹងលឺដល់ព្រះរាជាព្រះបាទបសេនតិកោសលទៀតនោះគាត់នឹងទាញត្រឡប់មកវិញថាយើងមានចិត្តជាប់ជំពាក់នឹងរបស់អីពេលរបស់នឹងព្រាត់ប្រាសទៅយើងកើតទុក្ខបើយើងស្រឡាញ់ខ្លាំងពេលព្រាត់ទៅយើងកើតទុក្ខក៏ខ្លាំងដែរបើឧទាហរណ៍ថាមិនសូវជាស្រឡាញ់ទេរបស់នឹងចាស់ហើយបាត់ទៅគាត់ដូចជាថាតិចតួចទៅមិនសូវជាទុក្ខខ្លាំងទេអញ្ចឹងជាពុទ្ធជននឹងវាតែងតែមានចិត្តជាប់ជំពាក់នឹងទ្រព្យរបស់ប្រពន្ធកូនចៅហ្នឹងលះវាមិនទាន់បានប៉ុន្តែថាត្រូវតែរៀនទទួលស្គាល់ថាសង្ខារហ្នឹងទាំងសង្ខារមានជីវិតទាំងសង្ខារអត់ជីវិតហ្នឹងប្តីប្រពន្ធកូនចៅបងប្អូនហ្នឹងមិនអាចនៅជាមួយយើងរហូតទេវាដល់ពេលណាមួយត្រូវប្រែប្រួលអាចគាត់ទៅមុនយើងឬក៏យើងទៅមុនគាត់ហ្នឹងជាច្បាប់ធម្មជាតិជាកតាសត្យានុម័តតែมันអាចប្រកែកបានវាត្រូវតាជួបអញ្ចឹងហ្មងជាតើកំណត់ដឹងអញ្ចឹងនៅក្នុងធម៌លោកឲ្យមានអភិនហបច្ចវេកណៈធម៌គឺត្រូវពិចារណារឿយទាំងបាសកបាសិកាទាំងបព្វជិតថាអាត្មាអញត្រូវថ្ងៃណាមួយនឹងប្រត់ប្រហែលខាត់មិនបានទេអញ្ចឹងយើងស្រឡាញ់រាប់អានថែរក្សាបំពេញតួនាទីនៅតែធ្វើប៉ុន្តែក្នុងផ្លូវចិត្តក៏យើងត្រូវតែកំណត់ដឹងដើម្បីនៅពេលដែលជួបរឿងហ្នឹងយើងអត់ស្លុតខ្លាំងឯងយើងឃើញអ្នកខ្លះដែលមិនអាចទទួលយកបានណាដល់អញ្ចឹងទៅជាសន្លប់ទៅជាវិកលចរិតដោយសារបាត់បង់អ្នកណាមួយដែលជាទីស្រឡាញ់ហ្នឹងអាហ្នឹងយើងអត់បានត្រៀមខ្លួនសោះនិយាយពីការត្រៀមខ្លួនមិនមែនបានន័យថាលែងខ្វល់ទេគ្រាន់តែកំណត់ដឹងក្នុងផ្លូវចិត្តហើយយើងរៀនពង្រឹងស្មារតីខ្លួនយើងដើម្បីទទួលស្គាល់ការពិតនៅពេលដែលរឿងនឹងកើតឡើងហើយក៏ជួយពង្រឹងស្មារតីទាំងអស់គ្នាដើម្បីឲ្យគាត់បានកម្លាំងចិត្តនិងទប់ទល់នឹងបញ្ហានឹងដែរមិនមែនតែរឿងព្រាត់ប្រាសជីវិតទេសូម្បីតែទ្រព្យរបស់លុយកាក់កិត្តិយសគេឈ្មោះស្អីក៏ដោយវាជារបស់ដែលត្រូវប្រែប្រួលបើបានយើងចាត់ទុកតែជាផលបុណ្យបើវាបាត់ទៅវិញអាហ្នឹងយើងប្រឹងថែអាសាវាឲ្យអស់ពីចិត្តបើវាបាត់វាមានន័យថាវាដល់ពេលវាត្រូវទៅវិញវាមានន័យថាកម្មត្រូវឲ្យផលកម្មមិនល្អអកុសលកម្មអញ្ចឹងយើងអត់អាចទៅខាត់ផលអកុសលកម្មបានទេសូម្បីតែពុទ្ធព្រះអង្គក៏មិនអាចខាត់បាបកម្មផលនៃបាបកម្មខ្លួនព្រះអង្គបានដែរអញ្ចឹងរៀនស្វែងយល់ពីដំណើរនៃធម្មជាតិអញ្ចឹងយើងអត់សូវកើតទុក្ខខ្លាំងទេពីព្រោះវាជាច្បាប់នៃធម្មជាតិវាតែងតែប្រែប្រួលអញ្ចឹង
ម្នាក់នោះវាមានថាចិត្តកំណាញ់ប្រកាន់ចង់បានតែមកខ្លួនឯងឬក៏គ្រួសារឯងហ្នឹងវាច្រើនណាសមឧបនិស្ស័យក្នុងធម៌លោកហៅមច្ឆរិយៈកំណាញ់ឬក៏ឧបាទានការប្រកាន់ហ្នឹងវាយូរហើយចឹងវាច្រើនមានអ្នកខ្លះដែរដែលគេសមឧបនិស្ស័យចែករំលែកនៅក្នុងធម៌លោកហៅទានូបនិស្ស័យឧបនិស្ស័យនៃការផ្ដល់សេចក្តីសុខដល់អ្នកដទៃអញ្ចឹងគាត់មានរបស់មានទ្រព្យរកបានមកហ្នឹងគាត់សន្សំចិត្តថាធ្វើម៉េចណាបានជួយគេឲ្យបានធូរស្បើយពីសេចក្តីទុក្ខមកជាអ្នកទុរគតពិបាកឬក៏អ្នកដែលមានជំងឺឈឺស្កាត់ចឹងជួយយើងមើលទៅឃើញថាគាត់ឆោតគាត់ខំប្រឹងរមកហើយឲ្យគេធូរចឹងទៅប៉ុន្តែយើងមិនមែនជាគាត់យើងអត់ដឹងទេថាគាត់ឃើញគេមានទុក្ខសដានចិត្តករុណាចិត្តហ្នឹងកើតឡើងចង់ជួយសង្គ្រោះគេនឹងឲ្យបានធូរស្បើយពេលគេបានធូរស្បើយពីសេចក្តីទុក្ខគាត់សប្បាយចិត្តណាករុណាចិត្តអាណិតហ្នឹងជាបុណ្យមួយពេលឃើញគេរួចពីទុក្ខហើយគាត់សប្បាយចិត្តរីករាយត្រេកអរហ្នឹងជាបុណ្យមួយលោកហៅថាមុទិតាប៉ុន្តែទាំងពីរហ្នឹងវាប្រឆាំងគ្នាទានូបនិស្ស័យការចែករំលែកសេចក្តីសុខជាមួយនឹងមច្ឆរិយៈគឺសេចក្តីកំណាញ់ហ្នឹងវាច្បាំងគ្នាហើយបើមួយណាឈ្នះអាហ្នឹងទាញចិត្តទាញគំនិតសកម្មភាពយើងទៅនឹងបើឧទាហរណ៍ថាកំណាញ់ហ្នឹងវាខ្លាំងប្រមូលតែបងប្អូនឯងក៏ឆ្លោះគ្នាតែមិត្តភ័ក្តិខ្លួនឯងហ្នឹងក៏ក្បត់គ្នាបានដែរអាហ្នឹងមច្ឆរិយៈស្ក្តីកំណាញ់លោភៈច្រើនវាហួងហែងច្រើនវាប្រមូលធ្វើម៉េចឲ្យតែបានច្រើនហើយកើតរឿងបែកបាក់ឆ្លោះប្រកែកប៉ុណ្ណាំងប្រជែងឡើងតុលាការអីចឹងទៅហើយយកមកបណ្ណាក៏មិនគ្រប់ដែរពីព្រោះលោភៈសេចក្តីប្រាថ្នាជាប់ជំពាក់នឹងដូចភ្លើងអញ្ចឹងវាអត់ចេះឆ្អែតនឹងអស់ទេបាទហ្នឹងតើឡើយយើងយល់ថាទ្របហ្នឹងយើងយកមកដើម្បីឲ្យបានសេចក្តីសុខក្នុងជីវិតជាបច្ចុប្បន្នក្រុមគ្រួសារប៉ុន្តែទ្របហ្នឹងมันអាចយកទៅតាមខ្លួនបានទេច្រើនប៉ុណ្ណាក៏ដោយយកទៅមកកាក់ម៉ាស៊ីនទៅក៏មិនរួចដែរអញ្ចឹងមានតែឆ្នៃទ្របហ្នឹងឲ្យទៅជាកុសលធម៌ចេតនាថ្នាក់ទានអញ្ចឹងរបស់ទ្របខាងក្រៅคล้ายទៅជាទឹកចិត្តល្អទឹកចិត្តបន់សង្គ្រោះខាងក្នុងយើងបានទឹកចិត្តហ្នឹងយើងសប្បាយចិត្តដែរហើយនឹងដែលលោកហៅថាបន់នាំមកនៅសេចក្តីសុខហ្នឹងសុខទាំងពេលបច្ចុប្បន្នទៅមុខទៀតនៅក្នុងធម៌សម្ដែងពីអានិសង្សនៃការធ្វើទានធ្វើឲ្យមានគេស្រឡាញ់គេចូលចិត្តគេរាប់អានច្រើនមានទ្រព្យសម្បត្តិរកស៊ីទទួលទានអីក៏ងាយដោយឧបនិស្ស័យនៃការធ្វើទាននឹងឯងចំណែកអ្នកកំណាញ់ស្មូចង់តែបានមកខ្លួនឯងហ្នឹងវាបានពេលបច្ចុប្បន្នហ្នឹងប៉ុន្តែมันបានដាំពូជថ្មីសម្រាប់ជាទ្របជាប់តាមខ្លួនទៅលោកខាងមុខគេស្លាប់ទៅអស់ហើយគេយកប្រពន្ធកូនគេយកទ្រព្យសម្បត្តិចែកគ្នាអស់ទៅមានបានអីយកមកដាក់នឹងខ្លួនអញ្ចឹងតលតែយកទ្រព្យនឹងឆ្នៃជាទ្រព្យទឹកសាបបានជាប្រយោជន៍ដល់មនុស្សម្នាអ្នកដទៃបើយើងមានច្រើនហើយប៉ុន្តែយើងមិនបានចែករំលែកដូចជាទ្រព្យទឹកប្រៃទឹកសមុទ្រអញ្ចឹងគេមកផឹកអាស្រ័យមិនកើតទេវាប្រៃមានន័យថាគេអត់បានប្រយោជន៍ពីទ្រព្យសម្បត្តិរបស់យើងហើយយើងក៏មិនបានយកអ្វីទៅតាមខ្លួនដែរអញ្ចឹងរៀនសន្សំនៅទានូបនិស្ស័យ
ឧបនិស្ស័យនៃការចែករំលែកសេចក្តីសុខអ្នកដទៃកាត់បន្ថយមច្ឆរិយៈសេចក្តីកំណាញ់គិតតែពីខ្លួនឯងយើងសប្បាយចិត្តទាំងក្នុងបច្ចុប្បន្នទៅមុខទៀតក៏យើងបានផលបានអានិសង្សពីពូជនៃការធ្វើទាននឹងដែរកូនចៅក្មេងៗខ្លះនឹកឃើញឪពុកម៉ែតាំងតែងធ្វើអីមិនបានសុំអីមិនបានមួម៉ៅពេលខ្លះទៅម៉ែរៀងនិយាយសម្ដីទូចសម្ដីធំខ្លះទៅក៏អន់ចិត្តទូចចិត្តតាំងតមមាត់តមកជាមួយនឹងឪពុកម្ដាយខ្លួនឯងរហូតដល់មានចំនួនបញ្ហាក្នុងគ្រួសារជាពិសេសក្នុងរយៈពេលអាយុ10ឆ្នាំទៅ20ឆ្នាំចន្លោះហ្នឹងជាពេលវេលាដែលក្មេងវិវត្តហើយតាមក្បួនជីវវិទ្យាអរម៉ូនក្នុងខួរក្បាលខ្លួនប្រាណរបស់ក្មេងហ្នឹងចាប់ផ្ដើមប្រែប្រួលធ្វើឲ្យរបៀបគិតចរិយាមេរយាទហ្នឹងក៏ផ្លាស់ប្ដូរទៅជាឆេវឆាវទៅជាចេះតែចង់តវ៉ាចង់ប្រឆាំងរវិធីសាស្ត្រធ្វើម៉េចមិនចង់ក្រោមការគៀបសង្កត់ទេដែរអាហ្នឹងវាជាដំណើរវិវត្តរបស់ក្មេងហ្នឹងក្នុងរយៈពេល10ទៅ20ហ្នឹងអញ្ចឹងយើងជាពុកម្ដាយក៏ត្រូវពិចារណាដែរបើយើងកាច់វាអាចបាក់អញ្ចឹងវាមានតែអបហើយក៏មិនអាចនឹងប្រើពើហិង្សាឬក៏គៀបសង្កត់ហួសហេតុពេកអាចធ្វើឲ្យកូននឹងដើរផ្លូវខុសឬក៏ទៅជឿជាក់ទៅពឹងអ្នកខាងក្រៅផ្ទះជាមិត្តជាភក្តិច្រើនជាងស្ដាប់ឪពុកម្ដាយហើយអញ្ចឹងតើម៉ែឪក៏ស្វែងយល់ពីកូនបដៅណែនាំពឹងគេឲ្យជួយហើយត្រូវមានបច្ចេកទេសក្នុងការនិយាយស្ដីហ្នឹងមិនមែនចេះតែវាយចេះតែស្ដីចេះតែថាចេះតែបន្ទោសទេមានចំណុចដែលយើងអាចលើកទឹកចិត្តផ្ដល់តម្លៃឲ្យគ្នាអាចនឹងមានសមត្ថភាពឈរសម្រេចចិត្តក្នុងដំណើរជីវិតខ្លះហើយកូនក៏ត្រូវស្វែងយល់អំពីទឹកចិត្តរបស់ឪពុកម្ដាយដែលខំហត់នឿយយប់ថ្ងៃឈឺជារោគទ្រពមកដើម្បីចិញ្ចឹមកូនចិញ្ចឹមចៅឲ្យកូនទៅរៀនឲ្យបានល្អដូចគេខ្វល់ខ្វាយមើលថែសពគ្រប់បាយទឹកនំចំណីសម្លៀកបំពាក់មិនបានស្អីមកគាត់ឯណាគាត់ប្រឹងហ្នឹងដើម្បីឲ្យកូននឹងឯងហើយកូនខ្លះគិតថាទេអាហ្នឹងជាកាតព្វកិច្ចរបស់ម៉ែឪត្រូវតែអញ្ចឹងហើយបង្កើតខ្ញុំមកត្រូវតែចិញ្ចឹមអញ្ចឹងហើយអាហ្នឹងយើងបំភ្លេចនៅសន្តានចិត្តល្អរបស់ឪពុកម្ដាយវាធម្មតាទេឪពុកម្ដាយមនុស្សក្តីសត្វក្តីកើតមកវាត្រូវចិញ្ចឹមអញ្ចឹងហើយប៉ុន្តែជាមួយនឹងការចិញ្ចឹមហ្នឹងម៉ែឪហ្នឹងមាន
មេត្តាករុណាស្រឡាញ់លះបង់ស្អីដើម្បីកូនហើយហ្នឹងជាគុណបំណាច់ដែលយើងមិនអាចកាត់ថ្លៃបានបើទោះជាពេលខ្លះគាត់មួម៉ៅតុកសិចពិបាកចិត្តស្ដីបន្ទោសថានឹងក៏ក្នុងន័យដើម្បីឲ្យយើងបានល្អដែរអញ្ចឹងតើកូននឹងកុំសូវបញ្ជោះប្រសោបនិយាយបញ្ឈឺឌឺដងឲ្យម៉ែឈឺចាប់អានឹងវាជាសមានចិត្តមិនល្អហើយយើងហៅថាជាបាបនោះដែលធ្វើឲ្យឪពុកម្ដាយនឹងពិបាកយើងក៏មិនមែនថាស្ថិតនៅក្រោមអំណាចគាត់ 100% មិនមានសិទ្ធិសម្រេចចិត្តអីសោះទេត្រូវហ៊ានសម្រេចចិត្តទៅលើរឿងរ៉ាវក្នុងជីវិតហ្នឹងខ្លះមិនមែនទៀមទាត់ទាំងស្រុងទេយើងមិនទាន់មានសមត្ថភាពគ្រប់គ្រាន់នឹងសម្រេចចិត្តទៅលើជោគវាសនារបស់យើងទាំងស្រុងទេត្រូវការគាត់ណែនាំយើងកន្លែងណាដែលយើងអាចសុំសិទ្ធិសម្រេចហ្នឹងយើងសុំឲ្យដោយសន្តិវិធីទៅមនុស្សចាស់ត្រូវការគោរពអោនលំទោនចំពោះគាត់មិនមែនអាងវាងយើងទៅរៀនហើយយើងនិយាយមើលងាយមើលថោកគាត់អាហ្នឹងมันអាចបានលទ្ធផលល្អហើយអញ្ចឹងវាតើយល់គ្នាទៅវិញទៅមកម្ដាយឪពុកនិងកូនសម្ដែងការដឹងគុណចំពោះពុកម្ដាយហត់នឿយពិបាកពិបិនគឺដើម្បីខ្លួនឯងនឹងឯងជាទឹកចិត្តមហាករុណាธิគុណធំធេងយកអីទៅប្រៀបបានដែរម្ដាយក៏ត្រូវស្វែងយល់អំពីដំណើរនៃការវិវត្តរបស់ក្មេងហ្នឹងมันអាចទៅកាច់ផោះបាក់ធ្វើអាហ្នឹងខូចក្មេងទៅយើងពិបាកយើងមានវិបត្តិសារីក្នុងជីវិតដែរ